Hello again, and welcome to lesson 2 of our basics writing series here at VCE English. សួស្តីម្ដងទៀតហើយសូមស្វាគមន៍មកកាន់វីដេអូទី2នៃវីដេអូភាគមូលដ្ឋានគ្រឹះនៃការសរសេររបស់ពួកយើងជាមួយនឹង VCE English. Today we are learning one of the most important part of writing. ថ្ងៃនេះគឺយើងនឹងរៀនអំពីចំណុចមួយដ៏សំខាន់នៃការសរសេរ What is a sentence? តើប្រយោគជាអ្វី A sentence is a group of words that make completion. It starts with capital letter and end with periods, question mark and exclamation mark ប្រយោគគឺជាក្រុមនៃពាក្យដែលបញ្ជាក់អំពីគំនិតមួយដ៏ពេញលេញប្រយោគគឺត្រូវបានផ្ដើមដោយតួអក្សរធំហើយបញ្ចប់ដោយសញ្ញាខណ្ឌសញ្ញាសំណួរឬក៏សញ្ញាឧទាន For examples I like coffee. This is a sentence because it tells us something clear and complete. ឧទាហរណ៍ខ្ញុំចូលចិត្តកាហ្វេនេះគឺជាប្រយោគដោយសារវាបានប្រាប់យើងនៅអ្វីមួយច្បាស់លាស់ហើយនឹងពេញលេញ Let's look at the four simple sentence pattern SV SSV SVV SSVV តោះយើងមើលប្រយោគគំរូ4ធម្មតាដែលយើងសរសេរតំណាងដោយប្រធាន1បូកជាមួយនឹងកិរិយាសព្ទ1ប្រធាន2បូកជាមួយនឹងកិរិយាសព្ទ1ប្រធាន1បូកជាមួយនឹងកិរិយាសព្ទ2ហើយនឹងប្រធាន2បូកជាមួយនឹងកិរិយាសព្ទ2 Number 1 SV subject plus verb This is the most basic sentence pattern Examples I run They think They eat ទី1 SV មានន័យថាប្រធាន1បូកនឹងកិរិយាសព្ទ1នេះគឺជាចំណុចដ៏សំខាន់មូលដ្ឋានគ្រឹះនៃប្រយោគឧទាហរណ៍ខ្ញុំរត់នាងច្រៀងពួកគេញ៉ាំ Number 2 SSV subject plus verb two subjects doing the same action example John and Mary done my brother and I play the cats and the dog sleep ទី2 SSV មានន័យថាប្រធាន2បូកជាមួយនឹងកិរិយាសព្ទ1ប្រធាន2ធ្វើអំពើដូចគ្នាឧទាហរណ៍ John ហើយនឹង Mary រាំបងប្អូនប្រុសរបស់ខ្ញុំហើយនឹងខ្ញុំលេងឆ្មាហើយនឹងឆ្កែដេក Number 3 SVV subject plus verb one subject doing two action examples I read and write they cook and clean he jump and run ទី3 SVV មានន័យថាប្រធាន1បូកនឹងកិរិយាសព្ទ2
ប្រធានមួយធ្វើអំពើពីរឧទាហរណ៍ខ្ញុំអានហើយនឹងសរសេរនាងចំអិនហើយនឹងសម្អាតគាត់លោតហើយរត់ Number 4 S V V subject plus subject verb plus verb two subjects doing two action examples my sister and I sing and dance the boy and girl laugh and shout John and Peter eat and talk ទី4 S V V មានន័យថាប្រធាន2បូកជាមួយនឹងកិរិយាសព្ទ2ប្រធាន2ធ្វើអំពើ2ឧទាហរណ៍បងប្អូនស្រីរបស់ខ្ញុំហើយនឹងខ្ញុំច្រៀងហើយរាំក្មេងប្រុសហើយនឹងក្មេងស្រីសើចហើយនឹងស្រែក John ហើយនឹង Peter ញ៉ាំហើយទៅជែកគ្នា Please remember there are 4 simple sentence patterns S V S S V S V V and S S V V សូមចាំប្រយោគគំរូធម្មតាទាំង4ដែលយើងតាំងដោយតួអក្សរ S V មានន័យថាប្រធាន1បូកជាមួយនឹងកិរិយាសព្ទ1 S V V មានន័យថាប្រធាន2បូកជាមួយនឹងកិរិយាសព្ទ1 S V V មានន័យថាប្រធាន1បូកនឹងកិរិយាសព្ទ2 S V V មានន័យថាប្រធាន2បូកជាមួយនឹងកិរិយាសព្ទ2ប្រសើរណាស់ថ្ងៃនេះអ្នកបានដឹងអំពីរបៀបនៃការសរសេរប្រយោគមូលដ្ឋានគ្រឹះជាភាសាអង់គ្លេសសូមចាំថារៀងរាល់ប្រយោគគឺត្រូវការប្រធានហើយនឹងកិរិយាសព្ទសូមសរសេរវាតាមរបៀបសាមញ្ញហើយច្បាស់លាស់ប្រសិនបើវីដេអូនេះជួយដល់អ្នកសូមកុំភ្លេចជួយចុច like ចុច subscribe ដើម្បីបានទទួលនៅវីដេអូរៀងរាល់សប្តាហ៍ហើយសូមចុចកណ្ដឹងហើយអ្នកនឹងមិនខកខាននៅវីដេអូរបស់យើងថ្មីបន្ថែមទៀតហើយសូមកុំភ្លេចអនុវត្តការសរសេរនៅ comment ខាងក្រោមជួបគ្នានៅវីដេអូមេរៀនទី3យើងនឹងរៀនអំពីរបៀបនៃការប្រើប្រាស់តួអក្សរធំហើយនឹងការប្រើប្រាស់និមិត្តសញ្ញាឲ្យបានត្រឹមត្រូវជួបគ្នានៅពេលក្រោយនៅ VCE Learning English